តែកងឡានបានដឹកដីម្នាក់បានចាក់ដីមិនប្រយ័ត្នប៉ះចំខ្សែភ្លើងបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបបងប្អូនប្រិយមិត្តជាទីមេត្រីព័ត៌មាននេះសូមផ្ញើទៅដល់បងដែលជាអ្នកធ្វើកម្មករសំណង់ជាអ្នកធ្វើជាងដែកឬក៏បងប្អូនដែលជាអ្នកបើកបរឡានបែនដឹកដីជាដើមការធ្វើប្រហែលរបស់យើងតែ1វិនាទីយើងនឹងមានវិបត្តិសារីអស់មួយជីវិតពេលខ្លះក៏អាចបាត់បង់ជីវិតថែមទៀតបាទនេះគឺជាការផ្ដាំផ្ញើនិងជាបំណងល្អពីអង្គភាពសារព័ត៌មាន T News របស់យើងបងប្អូនប្រិយមិត្តទស្សនិកជនជាក់ស្ដែងដូចនៅក្នុងរឿងយុវជនម្នាក់នេះអញ្ចឹងដែលគាត់ក៏ជាតកងឡានបានដឹកដីដែលការបានដឹកដីរបស់គាត់នោះគឺគាត់ចាក់ដីមិនប្រយ័ត្នដែលក្នុងពេលកំពុងតែចាក់ដីនោះធ្វើឲ្យប៉ះពាល់ចំខ្សែភ្លើងមួយខ្សែបណ្ដាលឲ្យឆក់ស្លាប់កាលពីព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2025នេះស្ថិតនៅដីឡូមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ6ក្នុងភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាបជនរងគ្រោះមានឈ្មោះច័កចិត្តភេទប្រុសអាយុ20ឆ្នាំមុខរបរជាអ្នកបើកបរយន្តមានទីលំនៅនៅភូមិច្រេះឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបតាមប្រភពដំណឹងកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះបានបើករយន្តបានដឹកដីថយក្រោយហើយក៏បានចាក់ដីនៅទីតាំងកើតហេតុខាងលើនោះស្រាប់តែកំពុងតែបានមិនបានមើលខ្សែភ្លើងនៅខាងលើត្រង់បានឡានរបស់គាត់ក៏បានលើកទៅប៉ះចំខ្សែភ្លើងបណ្ដាលឲ្យឆេះកង់រយន្តផ្នែកខាងមុខបន្ទាប់មកជនរងគ្រោះក៏បានចុះពីលើរយន្តដើម្បីទៅពិនិត្យកង់ដែលឃើញឆេះនោះក្រោយពីបានពិនិត្យរួចហើយបំរុងនឹងឡើងលើរយន្តវិញស្រាប់តែពេលចាប់កាន់ទ្វារឡើងក៏បណ្ដាលឲ្យឆក់ដួលរងរបួសធ្ងន់តែម្ដងភ្លាមប្រជាពលរដ្ឋនៅក្បែរខាងនោះក៏បានទៅជួយជនរងគ្រោះឃើញជនរងគ្រោះស្រែកថាឈឺចង្កេះផងចុកទ្រូងផងអស់កម្លាំងផងប្រជាពលរដ្ឋក៏បានឲ្យជនរងគ្រោះអង្គុយចុះដើម្បីធ្វើចលនាជួយរត់ទ្រូងនិងធ្វើចង្វាក់បេះដូងបន្ទាប់មកពួកគេក៏បានដឹកជនរងគ្រោះទៅមណ្ឌលសុខភាពនៅក្បែរខាងនោះតែអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយពេលទៅដល់មណ្ឌលសុខភាពឃុំត្រពាំងធំក្រោយកាត់ហេតុសមត្ថកិច្ចក៏បានធ្វើការកសលវិច័យទៅលើជនរងគ្រោះដោយសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែនសាកសពត្រូវបានសមត្ថកិច្ចប្រកួតជូនទៅដល់សាច់ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីពីអង្គភាពសារព័ត៌មាន T News សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផង